ជំរាបសួរពុកម៉ែបងប្អូនដែលជា fan របស់លោកប៊ឺតសំរាជក៏ដូចជា fan របស់បងកង3ខេត្តស្ទឹងត្រែងព្រំដែនឡាវផងដែរថ្ងៃនេះខ្ញុំបាទចង់និយាយអំពីរឿងរ៉ាវការផ្លាស់ប្ដូរទីតាំងរូបសំណាករបស់អធិរាជសម្លេងមាសលោកស៊ិនស៊ីសមុទ្រយកទៅដាក់នៅខេត្តកំពង់ឆ្នាំងផ្ទះរបស់លោកប៊ឺតសំរាជបាទអញ្ចឹងការផ្លាស់ប្ដូរទីតាំងរូបសំណាករបស់លោកស៊ិនស៊ីសមុទ្រយកទៅដាក់ខេត្តកំពង់ឆ្នាំងផ្ទះរបស់លោកប៊ឺតសំរាជនោះស្រាប់តែក៏មានប្អូនម្នាក់បាទដែលកន្លងមកបងប្អូនពុកម៉ែតែងតែស្គាល់ច្បាស់ហើយតាមខំលោកប៊ឺតសំរាជមិនលែងទេតាមចោតប្រកាន់និងប្រមាថមាក់ងាយមកលើកូនរបស់លោកតាស៊ិនស៊ីមុតថាជាជនឆបោកបាទជាជនបន្លំខ្លួនคล้ายធ្វើជាកូនប៉ាមុតអញ្ចឹងពុកម៉ែបងប្អូនស្គាល់ច្បាស់ហើយខ្ញុំមិនបាច់និយាយចំឈ្មោះនោះទេបាទប៉ុន្មានថ្ងៃមកនេះខ្ញុំក៏បានឃើញคลิปវីដេអូរបស់ប្អូនបាទផ្សាយនៅលើបណ្ដាញសង្គមនិយាយអំពីការផ្លាស់ប្ដូរទីតាំងរូបសំណាករបស់លោកស៊ិនស៊ីសមុទ្រយកមកដាក់ខេត្តកំពង់ឆ្នាំងហើយក៏បានយកคลิปវីដេអូខ្ញុំទៅចាក់ផ្សាយនៅក្នុង page របស់ប្អូនផងដែរបាទហើយថារូបសំណាករបស់លោកស៊ិនស៊ីមុតនឹងបាទបានសម្រេចដោយបំណងហើយនេះខ្ញុំคลิปវីដេអូនេះគឺខ្ញុំនិយាយថាគាត់បានសម្រេចដោយបំណងហើយដែលគាត់បានទៅរស់នៅជាមួយនឹងកូនរបស់គាត់នៅខេត្តកំពង់ឆ្នាំងជាមួយនឹងលោកប៊ឺតសំរាជនៅខេត្តកំពង់ឆ្នាំងនោះបាទណាហើយនៅក្នុងន័យនេះគាត់យកមកចាក់ឌឺដងចង់ប្រាប់មហាជនថាលោកប៊ឺតសំរាជនឹងអស់ផ្លូវដើរហើយភូតកុហកគេលែងបានហើយរូបសំណាកនឹងគេលែងឲ្យដាក់នៅផ្ទះដើមមានហើយបាទហើយប្រហែលជាគាត់គិតថាខាងលោកនូម៉ៅម៉ូនីនោះឈប់ឲ្យដាក់រូបសំណាកនៅផ្ទះដើមមានខ្លាចលោកប៊ឺតសំរាជនឹងដណ្ដើមគេអកទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លីឲ្យមើលទៅណាបងប្អូនពុកម៉ែបាទបានជាយកមកចាក់និយាយឌឺដងណាបាទហើយចង់ប្រាប់បងប្អូនមហាជនថាបងនូម៉ៅម៉ូនីគាត់មិនបានបដិសេធមិនឲ្យលោកប៊ឺតសម្រាជដាក់រូបសំណាកនៅផ្ទះគាត់នោះទេបាទគាត់បានរត់ការឯកសារទាំងអស់នោះផងដែរបាទក៏ប៉ុន្តែចង់ប្រាប់បងប្អូនថាដោយសារមួយខាងទៀតអញ្ចឹងបងប្អូនយល់ហើយមួយខាងទៀតបាទតែងតែធ្វើទុកបុកម្នេញមកលើលោកខាងសញ្ញាតិរបស់លោកស៊ិនស៊ីមុតនេះមិនព្រមអនុញ្ញាតឲ្យដាក់រូបសំណាកមួយនេះទេដោយសាររូបសំណាករបស់លោកស៊ិនស៊ីមុតនោះបានកសាងមុនរូបសំណាកដែលលោកប៊ឺតសម្រាជយកមកដាក់ផ្ទះដើមមាននេះទៀតបាទគឺថាកសាងនៅឯមាត់ទន្លេដាក់តាំងនៅឯមាត់ទន្លេរូបសំណាករបស់លោកស៊ិនស៊ីមុតនោះបាទអញ្ចឹងលោកប៊ឺតសម្រាជយករូបនេះមកដាក់តាំងនៅផ្ទះដើមមានគេយល់លេថាយើងដាក់ក្រោយគេហើយមានរូបសំណាកមួយហើយមិនឲ្យចង់មានមួយទៀតទេអញ្ចឹងយើងក៏មិនដឹងថាបងនូម៉ៅម៉ូនីគាត់ក៏មិនចង់មានការឆ្លោះប្រកែកគ្នាជាមួយនឹងខាងអតីតភរិយារបស់លោកស៊ិនស៊ីមុតផងដែរបាទអញ្ចឹងបងនូម៉ៅម៉ូនីក៏ពិភាក្សាជាមួយលោកប៊ឺតសម្រាជពិភាក្សាអីចឹងទៅបាទដោយសារមានការជំទាស់ខាងនោះអញ្ចឹងហើយលោកប៊ឺតសម្រាជក៏មិនថាអ្វីនោះដែរគាត់ក៏សុខចិត្តបាទលើករូបសំណាកឪពុករបស់គាត់យកមកដាក់នៅផ្ទះកំពង់ឆ្នាំងវិញណាបាទអញ្ចឹងយើងជាមនុស្សល្អយើងមិនចង់មានរឿងរ៉ាវទេបងប្អូនពុកម៉ែបាទគេគិតអ្មេចគិតទៅបាទណាបាទហើយម្យ៉ាងទៀតលោកប៊ឺតសម្រាជយកមកដាក់ផ្ទះកំពង់ឆ្នាំងផ្ទះរបស់គាត់ហ្នឹងក៏វាជាការល្អប្រសើរផងដែរពីព្រោះលោកប៊ឺតសម្រាជនៅឯនោះអញ្ចឹងហើយក៏គិតថាអារម្មណ៍របស់គាត់ក៏មានភាពកក់ក្ដៅដែរនៅពេលដែលមកដល់ផ្ទះឃើញរូបសំណាកឪពុកអញ្ចឹងណាក៏មានភាពកក់ក្ដៅដែរ
ទោះបីយើងមិនបាននៅជាមួយគាត់តាំងពីតូចក៏ប៉ុន្តែឈាមណាឈាមរបស់គាត់អញ្ចឹងគាត់មានភាពកក់ក្ដៅណាស់បងប្អូនបាទអញ្ចឹងយើងឃើញថាការតាមឈ្នានីនឹងលើកនិយាយឌឺដងនឹងចោលលោកបើសម្រាប់សតតែអាឡេវឈរបោកគឺថាអស់ផ្លូវដើរហើយអញ្ចឹងមុននឹងយើងថាគេអាឡេវហ្នឹងយើងឆ្លុះកញ្ចក់មើលខ្លួនប្រាណយើងផងដែរថាតើយើងជាអ្វីបាទបានជាយើងសិតតែប្រមាថគេសិតតែអាឡេវអីហ្នឹងយកបងប្អូនពុកម៉ែដឹងហើយឃ្លីបវីដេអូគេនិយាយបាទណាវាកន្លងមកជាង2ឆ្នាំជិត3ឆ្នាំហើយណាបាទអញ្ចឹងយើងគួរតែណាបើកបេះដូងបរិសុទ្ធទូលំទូលាយធ្វើជាមនុស្សមានចិត្តបុណ្យណាយើងសម្លឹងមើលប្រទេសជិតខាងបាទគេកំពុងតែយាយីប្រមាថមកលើប្រជាជនខ្មែរយើងណាថែមទាំងឈ្លានពានទឹកដីខ្មែរយើងហើយហេតុអីក៏យើងមិននាំគ្នារួបរួមប្រឆាំងណាសត្រូវឈ្លានពានប្រទេសយើងបែរជាមកបង្កើតរឿងរ៉ាវប្រមាថនឹងចោតមាក់ងាយមកលើឈាមខ្មែរតែមួយបាទអញ្ចឹងខ្ញុំមិនយល់តលតែសោះហើយបាទកន្លងមកបងអូនតែងតែចង់ឲ្យលោកបើសម្រាប់ធ្វើ DNA ជាមួយនឹងធីមរស្មីជាមួយនឹងលោកយាយធីមរីបាទហើយក្រោយមកលោកបើសម្រាប់ក៏បានចេញឃ្លីបវីដេអូជាមួយខ្ញុំផងដែរថាគាត់ព្រមហើយត្រូវទទួលលក្ខខណ្ឌរបស់គាត់បាទអញ្ចឹងយើងឃើញថាខាងនោះស្ងាត់ជ្រាបនៅពេលដែលការលើកឡើងរបស់លោកបើសម្រាប់ឲ្យទទួលនៅលក្ខខណ្ឌនេះអញ្ចឹងបងប្អូនពុកម៉ែយល់ច្បាស់ហើយថាយកមកវិភាគនិងថ្លឹងថ្លែងមើលថាតើខាងណាពិតខាងណាជាអ្នកចោទប្រកាន់លោកបើសម្រាប់បាទនេះខ្ញុំមិននិយាយកាន់ជើងខាងណាទេបាទឃ្លីបវីដេអូកន្លងមកខ្ញុំក៏ចង់ឲ្យមានភាពសច្ចធម៌ផងដែរខ្ញុំក៏តែងតែឲ្យធ្វើ DNA ដែរខ្ញុំចង់បង្ហាញប្រាប់បងប្អូនពុកម៉ែថាខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវចង់ឆ្លុះបញ្ចាំងនៅភាពសច្ចធម៌ពិតឲ្យបងប្អូនពុកម៉ែឲ្យបានយល់រឿងលោកបើសម្រាប់បាទគាត់លាក់នៅគេថាជីវិតឯកជនរបស់គាត់រឿងមានប្រពន្ធកូនប្រមាណបាទរឿងគាត់មានទ្រព្យសម្បត្តិអីនោះអានេះជារឿងផ្ទៃក្នុងគ្រួសាររបស់គាត់បាទយើងមិនអាចលូកដៃជ្រៅទៅក្នុងរឿងនឹងយកមកកកាយបង្ហាញគេនោះទេអានេះជាការបរិហាគេនៅជីវិតឯកជនរបស់គេបាទអញ្ចឹងយើងធ្វើជាមនុស្សឲ្យមានភាពថ្លៃថ្នូរអ្វីដែលយើងស្រាវជ្រាវគឺស្រាវជ្រាវរកផុសតាងកូនសិនស៊ីមុតអញ្ចឹងការស្រាវជ្រាវយើងឃើញច្បាស់បង្ហាញច្បាស់ថាលោកបើសម្រាប់នឹងពិតជាកូនរបស់អធិរាជសំឡេងមានលោកសិនស៊ីមុតដោយយោងទៅលើសាក្សីគ្រប់គ្រាន់បាទសាក្សីនៅរស់គ្រប់គ្រាន់ណាសាក្សីលោកយាយធីមរីសាក្សីបន្តដែលធ្លាប់បានរស់នៅក្នុងសម័យកាលរបស់លោកសិនស៊ីមុតជាមួយនឹងម្ដាយរបស់លោកសិនស៊ីមុតនោះដឹងនៅទំនាក់ទំនងរវាងស្នេហារបស់លោកសិនស៊ីមុតនិងលោកនិងអ្នកស្រីធីមវិចារាបាទអញ្ចឹងហើយបងប្អូនត្រូវថ្លឹងថ្លែងនិងពិចារណាបាទកុំចេះតែជឿតាមគេចោទណាបាទដល់ពេលខ្ញុំដេកគិតសពទៅបាទខ្ញុំឃើញប្អូនហ្នឹងហើយខាងបពប្រឆាំងហ្នឹងដូចគ្នាដល់ណាក្រៅពីចោទប្រកាន់និងលៀបពណ៌បាទលៀបពណ៌ណាគឺអត់មានបានដឹងអីទេបើយើងនិយាយពីបពប្រឆាំងវិញអត់មានដឹងអីទេបងប្អូនពុកម៉ែបាទក្រៅពីលៀបពណ៌និងចោទប្រមាថមកលើថ្នាក់ដឹកនាំយើងថាសុទ្ធតែកាត់ដីឲ្យទៅចោលសៀមបាទមិនហ៊ានតតាំងគេណាលោកឆ្អិនណាស់រឿងសង្គ្រាមលោកដឹងថាប្រសិនបើធ្វើទៅវាធ្វើឲ្យស្លាប់ប្រជាពលរដ្ឋរាប់សិបលាននាក់នឹងខាត់បងទ្រព្យសម្បត្តិប្រជាជនជាច្រើនអញ្ចឹងយើងសុខចិត្តបាទតស៊ូប្រយុទ្ធប្រឆាំងនៅលើឆាកអន្តរជាតិតាមផ្លូវច្បាប់បាទតាមផ្លូវច្បាប់ណា
យើងធ្វើអ្វីបើយើងមិនចិត្តធ្ងន់ទេគឺអាលាយហ្មងអញ្ចឹងសម្ដេចពុកគាត់ចិត្តធ្ងន់ណាស់ហើយគាត់ជាអ្នកមានគុណលើប្រទេសជាតិនិងលើអាយុជីវិតប្រជាជនរំដោះពីរបបបល្ល័ង្កពូជសាសន៍អញ្ចឹងខាងនោះគ្មានដឹងអីទេក្រៅពីចោតប្រមាថណាមកលើឋានៈដឹកនាំតែប៉ុណ្ណឹងហើយអាប្អូននឹងដល់ខ្ញុំគិតសពទៅអត់មានដឹងអីទេក្រៅពីប្រមាថនិងចោតមកលើលោកបើសម្រាប់ថាជាកូនខ្លែងខ្លាយកូនបន្លំអញ្ចឹងបងប្អូនបាទយើងយោងទៅតាមសច្ចធម៌និងតាមផ្លូវច្បាប់យើងផ្អែកទៅលើសាក្សីនៅរស់ដែលលោកបានចិញ្ចឹមលោកបើសម្រាប់បាទតែប៉ុណ្្នឹងទេណាបាទបើយើងមិនមានការធ្វើ DNA នេះគឺវាជាគតិយុត្តសម្រាប់មនុស្សយើងហើយបាទអញ្ចឹងអ្នកចិត្តខាងប្រមាថមើងងាយខ្មែរយើងមិនគុំទៅប្រយុទ្ធតតាំងមួយពួកនងផងមកប្រយុទ្ធអីតតាំងអីតែជាមួយខ្មែរគ្នាឯងហ្នឹងឲ្យលោកបើសម្រាប់បាទជាឈាមខ្មែរដែរធ្វើឲ្យរីកចម្រើនក្នុងចម្រៀងអតីតកាលរស់ឡើងវិញបាទណាចឹងខ្ញុំសូមបញ្ចេញមតិយល់បល់ទស្សនៈត្រឹមប៉ុណ្ណេះបាទដើម្បីឲ្យពុកម៉ែបងប្អូនថ្លឹងថ្លែងរកភាពខុសត្រូវនិងភាពយុត្តិធម៌ទាំងអស់គ្នាកុំចេះតែជឿទៅតាមអ្វីដែលគេប្រមាថនិងចោទតែប៉ុណ្ណឹងណាបាទអរគុណបងកងបីស្ទឹងត្រែងសូមគោរពលា